frequently asked questions សំណួរខ្ញុំតែងតែទទួលបានពីភ្ញៀវនៅក្នុង Facebook TikTok ហើយនិង YouTube នោះគឺទី1ធ្វើមកយើងដឹងថា Premium ម៉ាកមួយនឹងល្អហើយទី2វិញមុខងារហើយនឹងអត្ថប្រយោជន៍ Premium ឡាមានគេខ្លះចម្លើយខ្លីៗទី1គឺមុននឹងយើងជ្រើសរើស Premium ម៉ាកណាក៏ដោយអាចវាយឈ្មោះម៉ាកនឹងស្រាវជ្រាវបន្ថែមនៅក្នុង Google បានស្មើឥឡូវគឺបច្ចេកវិទ្យាទំនើបងាយស្រួលមែនតើនៅក្នុង Google ក៏មានការបកប្រែឬក៏ឲ្យឯកសារចម្លើយចេញមកជាភាសាខ្មែរដែរអញ្ចឹងមុននឹងជ្រើសរើស Premium គឺយើងត្រូវសិក្សាថាតើម៉ាកនឹងមានប្រភពមកពីប្រទេសណាដើមកំណើតវាមកពីខាងណាវិញហើយមានការទទួលស្គាល់នឹងការប្រើប្រាស់បែបលក្ខណៈអន្តរជាតិនិងឈរជើងមកប្រហែលឆ្នាំហើយទី2នោះគឺសារល្បងប្រើដោយខ្លួនឯងលក្ខខណ្ឌរបស់ម៉ាស៊ីនឡានខុសៗគ្នាបទពិសោធន៍នៅក្នុងការប្រើប្រាស់ក៏ខុសៗគ្នាដែរអត់ខុសអីពីការភ្លក់មហោពេលចង់ដឹងថាឆ្ងាញ់អត់តើតើយើងសាកសិនពេលខ្លះត្រូវមាត់យើងពេលខ្លះអត់ត្រូវមាត់គេព្រេម៉ាស៊ីនឡានក៏ដូចគ្នាដែរឲ្យតែយើងប្រកាសចិត្តថាព្រេម៉ាស៊ីនហ្នឹងឯងមានការទទួលស្គាល់បែបលក្ខណៈអន្តរជាតិអ្វីដែលសំខាន់នោះមានប្រភពច្បាស់លាស់ពី3 brand ដែលយើងគិតថាមាននៅក្នុងចិត្តរបស់យើងអាចសាកម៉ាកមួយណាក៏បានដែរតែសំខាន់ឲ្យតែប្រកាសថាជាផលិតផលសុទ្ធចេញពីក្រុមហ៊ុនទៅសំណួរទី2វិញមុខងារហើយនឹងអត្ថប្រយោជន៍របស់ Premium ឡានមុខងារគឺជាអ្វីដែល Premium ហ្នឹងទៅធ្វើអត្ថប្រយោជន៍វិញគឺជាអ្វីដែលយើងទទួលបានពីការប្រើប្រាស់ Premium ម៉ាកមួយហ្នឹងយើងដឹងហើយថាមុខងាររបស់ Premium ឡានគឺមាន3មុខងារទី1នោះគឺ lubricating ការចូលទៅរំអិលគ្រឿងបង្គុំផ្សេងៗនៅក្នុងម៉ាស៊ីនមុខងារទី2នោះគឺ cleaning Premium មានមុខងារចូលទៅសម្អាតរាល់កតិកទីកណកកបោនផ្សេងៗដែលកើតឡើងពីការចំហេះនៅក្នុងម៉ាស៊ីនហើយនៅមុខងារទី3នោះគឺ protection ការការពារ Premium គឺមានមុខងារចូលទៅក្នុងការការពារការកើតឡើងអុកស៊ីតកម្មដែលមាននៅក្នុងម៉ាស៊ីនហើយអត្ថប្រយោជន៍វិញអ្នកទាំងអស់គ្នាទទួលបានខុសគ្នាទៅតាមម៉ាក Premium ដែលអ្នកទាំងអស់គ្នាជ្រើសរើសអញ្ចឹងមិនមែនមានន័យថាគ្រប់ Premium ទាំងអស់មានអត្ថប្រយោជន៍ដូចគ្នាទេអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំជាមួយនឹង Premium របស់ Valvoline Premium របស់អាមេរិកមួយនេះគឺមានគេឈ្មោះមក159ឆ្នាំហើយតាំងពីឆ្នាំ1866ដែលត្រូវបានគេឲ្យលះសនាមនឹងទទួលស្គាល់មកថាជា the first American motor oil គឺជា Premium ដំបូងគេបំផុតរបស់សហរដ្ឋអាមេរិកវីដេអូមុនក៏ខ្ញុំធ្លាប់និយាយពីប្រវត្តិទូរបស់ Valvoline ដែរចឹងថ្ងៃនេះខ្ញុំសូមអត់និយាយទៀតទេតែខ្ញុំសូមមកនិយាយពីអត្ថប្រយោជន៍នៅក្នុងការជ្រើសរើស Premium ដែលល្អវិញអញ្ចឹងមិនមែនមានន័យថា Premium ល្អមានតែមួយម៉ាកហ្នឹងទេណាមានម៉ាកផ្សេងទៀតដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិប៉ុន្តែថ្ងៃនេះដោយសារតែមានការសហការជាមួយនឹងខាង Valvoline ខ្ញុំសូមនិយាយពីអត្ថប្រយោជន៍នៅក្នុងការជ្រើសរើស Premium Valvoline របស់អាមេរិកមួយនេះ Premium ដែលល្អវាមានកម្រិតជាតិលម្អិលខ្ពស់ជាពិសេសនោះសម្រាប់ Premium Valvoline កំហាប់ 5W30 ហើយ 0W20 នេះគឺចម្រាញ់ចេញមកពី crude oil ប្រេងឆៅក្រោមដីហើយគេយកវាទៅដុតកម្ដៅសំយោគ 100% តែម្ដងអញ្ចឹង base oil របស់ Valvoline ដែលខ្ញុំលើកមកមិញនេះជាប្រភេទ fully synthetic ការប្រើប្រាស់ Premium ដែលសំយោគ 100% បែបនេះគឺវាធ្វើឲ្យ molecule ប្រេងនោះវាអត់ងាយនៅក្នុងការបែកខ្ញែកទោះបីជាកម្ដៅនៅក្នុងម៉ាស៊ីនដំណើរការក្ដៅខ្លាំងប៉ុណ្ណាក៏ដោយឬក៏ពេលដែលវាចុះត្រជាក់អ្នកទាំងអស់គ្នានឹងទទួលបានការការពារម៉ាស៊ីននេះរហូតដល់ 12000 គីឡូឬក៏6ខែបើសិនជាអ្នកទាំងអស់គ្នា6ខែជាអត់ដល់គីឡូហ្នឹងទេក៏នៅតែត្រូវដូរដែរអញ្ចឹងកាលណាដែលយើងជ្រើសរើស Premium ដែលល្អកម្រិតជាតិរំអិលវាខ្ពស់ជួយទៅកាត់បន្ថយការកកិតសំណឹកនៅក្នុងម៉ាស៊ីនរក្សាកម្ដៅនៅក្នុងម៉ាស៊ីនកុំឲ្យកើនឡើងហើយក៏ជួយសន្សំចៃសាំងដូចគ្នាហើយអត្ថប្រយោជន៍ទី2នោះគឺការសម្អាតបានល្អជាទូទៅក្រុមហ៊ុន Premium មួយគឺគាត់មាន addictive ឬក៏គេហៅសារធាតុគីមីប្រចាំតកូលរបស់ពួកគាត់អញ្ចឹង addictive របស់ក្រុមហ៊ុនម៉ាកប្រេងខុសៗគ្នាក៏កម្រិត performance ដែលយើងទទួលបានខុសគ្នាដូចគ្នាតែព័ន្ធជាមួយនឹង addictive នោះវាមានសារធាតុ2នៅក្នុងហ្នឹង detergent ហើយជាមួយនឹង dispersion ដែលវាមានតួនាទីចូលទៅសម្អាតរាល់កតិកទីកបោនផ្សេងៗដែលកើតឡើងពីចំហេះហ្នឹងជាពិសេសសារធាតុ dispersion ហ្នឹងវាចូលទៅបំបែកអាកបោនផ្សេងៗហ្នឹងឲ្យវាជ្រុះធ្លាក់ទៅកាតាវិញដើម្បីកុំឲ្យវាទៅតោងជាប់តាមគ្រឿងបង្គុំផ្សេងៗនៅក្នុងម៉ាស៊ីនហើយអត្ថប្រយោជន៍ទី3វិញគឺ protection នៅពេលដែលយើងជ្រើសរើស Premium ដែលល្អគឺវាជួយទៅដល់ការពារកុំឲ្យកើតឡើងនៅអុកស៊ីតកម្មនៅក្នុងម៉ាស៊ីនដោយសារតែវាមានសារធាតុចូលទៅរក្សាកំហាប់លំនឹង Premium បានល្អអត់ងាយឲ្យ Premium ហ្នឹងកើតឡើងទៅជាភក់ឬក៏ផុកដែលយើងឃើញខាប់នៅក្នុងម៉ាស៊ីននៅពេលដែលយើងប្រើប្រាស់ Premium ដែលអត់ល្អឡានដែលមានតាក់បូឡានប្រភេទ hybrid អ្នកទាំងអស់គ្នាអាចជ្រើសរើសជាមួយនឹង Premium Valvoline នេះបាននិងឡានទំនើបម៉ាស៊ីនជំនាន់ថ្មីទៀតមិនថាតកូលឡាន Ford Toyota Honda Nissan Hyundai Mazda BMW Volkswagen ឬក៏ឡានផ្សេងទៀតដែលតម្រូវឲ្យប្រើប្រាស់ Premium ណាដែលមានការទទួលស្គាល់ approve ពីខាង GM វិញ General Motors ជាពិសេសនោះគឺខ្ញុំចង់ alert ទៅដល់ឡានដែលគេហៅ TGDI Turbo Gasoline Direct Injection ណាប្រើប៊ិចបានផ្ទាល់ហើយជាប្រភេទឡានតាក់បូទៀតដែលអ្នកទាំងអស់គ្នាជួបនៅអាកតា low speed prediction ខ្ញុំធ្លាប់និយាយនៅវីដេអូមុនខ្ញុំដាក់នៅក្នុង comment ខាងក្រោមវីដេអូមុនចឹងអានេះខ្ញុំអត់លម្អិតទៀតទេទៅលើអាកតា LSPI ហ្នឹងគេត្រាក់ម៉ាស៊ីននៅពេលដែលយើងឈប់ stop ហើយយើងជន់ហ្គាឡើងជិះទៅមានអារម្មណ៍ថាកញ្ឆក់2 3ហ្នឹងវានឹងជួយកាត់បន្ថយកតាទាំងអស់ហ្នឹងដូចគ្នាហើយអានេះក៏មានការទទួលស្គាល់ពីខាង ESAC GF6A ដែរដែលចង់សម្ដៅទៅដល់ Premium នេះមានសារធាតុរំអិលខ្ពស់ធ្វើឲ្យជួយសន្សំចៃសាំង fuel economy អរគុណនៅក្នុងការតាមដានវីដេអូនេះតាំងពីដើមដល់ចប់មានចម្ងល់ផ្សេងៗអាចដាក់ comment នៅខាងក្រោមបានបាយ